បាទសួស្តីអ្នកទាំងអស់គ្នាចង់ចែកម្លែកសារជាថ្មីទាក់ទងទៅនឹងការបដូរអាគុយ gel ទៅជាអាគុយលីសូមបាទបន្តមកទៀតយើងបដូរអាគុយលីសូមរួចហើយយើងនឹងតម្លើងសូឡាទៅលើនឹងម្ដងទៀតចឹងមានថាយើងបដូរពីអាគុយ gel ទៅអាគុយលីសូមរួចហើយតម្លើងសូឡាទៅលើកង់អាគុយដើម្បីចង់ដឹងថាយើងធ្វើអ្វីខ្លះតាមដានទាំងអស់គ្នាបាទចឹងជាដំបូងខ្ញុំបានទិញអាគុយលីសូមមកបាទទិញជាការតម្លើងពីរោងចក្របណ្ដោយទៅដោយសារបើសិនយើងយកអាគុយលីសូមដែលតម្លើងក្នុងស្រុកវាខ្ញុំគិតថាសម្រាប់ខ្ញុំវាមិនអីទេប៉ុន្តែខ្ញុំផ្ដោតទៅលើការវិចខ្ចប់តើបានត្រឹមត្រូវឬអត់បាទការតម្លើងរបស់គាត់បានត្រឹមត្រូវឬអត់អញ្ចឹងខ្ញុំជាចុងក្រោយខ្ញុំជ្រើសរើសយកទិញអាគុយតម្លើងពីរោងចក្រដើម្បីធានាគុណភាពផងដែរអញ្ចឹងអាគុយរបស់យើងគឺ60វ៉ុល30អំពែបាទអញ្ចឹងខ្ញុំបានធ្វើតេស្តសាកអាគុយរបស់យើងនឹងការតភ្ជាប់ផ្សេងៗនៅក្នុងការផ្លាស់ប្ដូរខ្សែរបស់វាទៅតាមចំណុចនីមួយៗអញ្ចឹងទៅអញ្ចឹងយើងអត់ពិបាកទេយើងគ្រាន់តែដកអាគុយ gel ចេញហើយខ្សែវានៅដដែលទេយើងយកក្បាលភ្ជាប់របស់វាទៅភ្ជាប់ទៅនឹងតំណចាស់មកបាទអញ្ចឹងរួចជាការស្រេចហើយការផ្លាស់ប្ដូររបស់យើងពីអាគុយ gel ទៅអាគុយលីសូមហើយវាធានាច្រើនឆ្នាំផងយើងធានាថាពី3ឆ្នាំទៅដល់5ឆ្នាំមកបាទយ៉ាងហោចណាស់ក៏យើងបាន3ឆ្នាំដែរបាទយើងចេញខុសពីអាគុយ gel ឆាប់ខូចហើយយើងប្រើប្រហែលជាក្រោម1ឆ្នាំអីខូចឲ្យបាត់ហើយអាគុយនេះបាទអញ្ចឹងនេះមានគេមកចង់ទិញបាទនេះប្រកាសពុំប្រកាសទិញបាទអញ្ចឹងយើងធ្វើតេស្តរបស់យើងបាទធ្វើតេស្តទៅយើងឃើញជោគជ័យហើយបាទយើងដំណើរការរបស់អាគុយលីសូមរបស់យើងហើយបាទអញ្ចឹងនៅតែកិច្ចការបន្ទាប់ទេយើងទៅតម្លើងសូឡានៅលើដំបូលវិញអានេះសូឡាយើងទិញបានហើយយើងកំងមកយើងមកដឹកនេះបាទរៈបន្ថែមដើម្បីយកទៅឆ្នៃវាដាក់លើលំអងបាទអញ្ចឹងយើងនេះយើងហៅតជាស៊េរីបាទតជាស៊េរីមានន័យថាយើងកើនវ៉ុលអញ្ចឹងវា24វ៉ុលជាង24វ៉ុលគឺគុណ2វាស្មើនឹង48វ៉ុលបាទ48វ៉ុលអញ្ចឹងវា24វ៉ុលជាងអញ្ចឹងយើងគិតថាជិត50វ៉ុលចាស់អញ្ចឹងភ្លើងវាជិត50វ៉ុលអាហ្នឹង open circuit តែពេលយើងដោតទៅឧបករណ៍ផ្សេងវាអាចចុះចំនួនវ៉ុលវាហើយមួយទៀតវាអាស្រ័យទៅលើកម្ដៅថ្ងៃដែរជាងការភ្លើងវាអត់គ្រប់វ៉ុលទាំងស្រុងទេអញ្ចឹងយើងតជាស៊េរីវាកើនវ៉ុលអញ្ចឹងវា24វ៉ុលចុចជាងអញ្ចឹងយើងគុណ2វាជិត50វ៉ុលហើយចំនួនវ៉ាត់វា130វ៉ាត់យើងគុណនឹង2ទៅវា260វ៉ាត់260វ៉ាត់ដើម្បីចេញជាអំពែបានយើងយក260វ៉ាត់ចែកនឹងចំនួនវ៉ុលមកចេញអំពែហើយអញ្ចឹងយើងដឹងថាគ្រឿងទទួលរបស់យើងប្រហែលអំពែបាទហើយចំនួនប្រហែលវ៉ុលយើងអាចតទៅសារអាគុយរបស់យើងបានហើយអញ្ចឹងយើងយកទៅតម្លើងនៅលើកង់អាគុយរបស់យើងបានបាទអានេះសូឡាទន់បាទអញ្ចឹងយើងតម្លើងស្រួលទេវាហើយវាធ្ងន់ណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយដោយសារខ្ញុំសម្អាតវាសិនហើយយើងនឹងតម្លើងវាទៅពេលដុំសាកវាមកដល់យើងនឹងតម្លើងចូលអាគុយលីសូមរបស់យើងណាតែដាក់លើដបូលបាទដាក់លើដបូលចាអានេះការតម្លើងសូឡារបស់យើងបាទនៅលើកង់អាគុយបាទអញ្ចឹងខ្ញុំតម្លើងអញ្ចឹងយើងតម្លើងវាហើយយើងមានដុំបញ្ចូលទៅអាគុយរបស់យើងកម្មភាពនៃការតម្លើងរបស់យើងបាទអញ្ចឹងយើងមានពីរផ្ទាំងបាទអញ្ចឹងដោយសារវាជាស្លឹកទុនទេអញ្ចឹងងាយស្រួលតម្លើងទេបាទយើងគ្រាន់តែយកវាដាក់ខាងលើហើយយើងបិទស្គុតមុខពីរទៅជាប់ហើយបាទអញ្ចឹងយើងតម្លើងនេះគឺយើងមានឧបករណ៍ច្រើនដើម្បីទប់ប្រព័ន្ធរបស់វាអញ្ចឹងទី1ចេញពីសូឡាមកដើម្បីសាកអាគុយបានយើងត្រូវមាន MPPT បាទដើម្បីសាកអញ្ចឹងយើងមកតខ្សែវាសិនបាទតខ្សែនេះគឺចេញពីសូឡាមកគឺយើងមានដុំ
ชุมวยแบบชุมชั่วแกเอาที่ตัวขมายแกเอาปุยสิบแบบปุยสิบเปียเวียโดยใส่ยังจังตบจรันเปียเวียก็มาเวียเลยเปียโดยใส่ยังมือได้ถ้าเครื่องตัวบ่ยังมันเปียจังยังเต๋อเธอไม่ก็มาจรันนั่งวิเลยจังยังดักเปียเวียจำนวนดับเปียบ่จังยังเต๋อมือประพบเครื่องตัวพองចឹងខ្ញុំតព្យុះវានៅដុំអា connector ហ្នឹងវាមានព្យុះវានៅក្នុងហ្នឹងបាទមានអឺគេហៅ push zip បាទមានដុំ push zip នៅក្នុងហ្នឹងចឹងយើងតខ្សែតាមហ្នឹងមកអញ្ចឹងយើងពេលយើងតខ្សែអីរួចរាល់ហើយតាមដំណាក់កាលចេញពី solar មកយើងមានព្យុះនឹងមួយបាទបន្តមកទៀតចេញពីព្យុះមកយើងត្រូវមាន connector មួយconnector មួយតមក MPTT បាទនេះតជាមួយព្យុះបាទនេះព្យុះតាក់ទងទៅនឹងគេហៅពុយស៊ីបបាទតពុយស៊ីបភ្ជាប់ជាមួយ MPTT មកកុំឲ្យវាចរន្តហូរចេញពី solar មកវាលើសចរន្តខូចដុំសាករបស់យើងអញ្ចឹងដោយសារគ្រឿងទទួលរបស់យើងវាតែ10អាំពែអញ្ចឹងកុំឲ្យវាលើសអាំពែបាទនេះចឹងយើងមើលទៅឃើញភ្លើងចូល57បាទបើសិនជាមានគ្រឿងទទួលវានឹងលោតវាអាចលោតលំអៀងវល់ហើយនឹងអាំពែតិចតួចបើសិនជាភ្លើងខ្លាំងតាមកម្ដៅថ្ងៃបើសិនយើងកណ្ដាលថ្ងៃត្រង់ប្រហែលជាលោត2អាំពែ3អាំពែដែរបាទចឹងយើងមានការវាស់វែងឲ្យបានត្រឹមត្រូវកុំឲ្យវាមានចរន្តលើសបើសិនជាយើងមានលើសខ្លាចខូចប្រព័ន្ធរបស់យើងបន្ទាប់ពីយើងតពី solar មកបាទយើងមានដុំទប់ចរន្តអាំពែហ្នឹងបាទពុយស៊ីបហ្នឹង10អាំពែបន្តមកទៀតយើងមាន switch 2 pay មានពោលបូកពោលដកណាបាទ2 pay ដែលជាប់កុងតាក់របស់យើងសម្រាប់បិទបើកហើយអាហ្នឹងយើងដាក់10អាំពែដែរកុំឲ្យវាលើសចរន្តបើសិនជាអាហ្នឹងដូចជាគេហៅDC breaker បាទ DC breaker មានន័យថាបើវាមានចរន្តលើសអីមួយវាលោត disjunction ហ្នឹងបាទអញ្ចឹងនៅក្នុងហ្នឹងវាដាក់ពុយស៊ីបមួយ10អាំពែហើយដាក់ switch 10អាំពែមួយទៀតកុំឲ្យវាលើសចរន្តដើម្បីជួយទប់ការពារចរន្តរបស់យើងអញ្ចឹងយើងមានសុវត្ថិភាពក្នុងការតឡើងរបស់យើងដែរអញ្ចឹងយើងត្រូវដឹងច្បាស់ថារបៀបតឡើងរបស់យើងមិនខ្លះតមកទៀតចេញពី MPPT មកយើងត្រូវមានដុំមួយទៀតគឺដុំលំហូរចរន្តឆ្លាស់គេហៅ diode បាទដុំ diode ហ្នឹងអ្នកគ្នាគឺវាទប់អីគេគឺយើងត្រូវទប់ចរន្តហូរចេញទៅវិញចេញពីគ្រឿងទទួលរបស់យើងទៅ solar វិញអញ្ចឹងបើសិនជាយើងអត់មានដុំ diode លំហូរចរន្តប្រច្រាស់ហ្នឹងទេវាកត្តាហានិភ័យធ្វើឲ្យឆាប់ខូច solar ដែរអញ្ចឹងយើងត្រូវមានចរន្តទប់ diode មួយទៀត diode ហ្នឹងគឺទប់ចរន្តឆ្លាស់អញ្ចឹងវាអានេះអត់សូវមានថ្ងៃវាតែ50 volt ទៅវា21 volt ហើយវា open 6 វា24 គុណ2អញ្ចឹងវាចិត្ត24គុណ2វាចិត្ត50ដែរ24ចុចជាងចានឹង open 6វាយើងដល់6វាទៅវានៅសល់40 volt ជាងហ្នឹងអញ្ចឹងការតឡើងរបស់យើងបន្ទាប់ពី MPTT មកយើងមាន switch មួយទៀតគឺមួយពេដែរមួយប៉ូលទេយើងដាក់តែប៉ូលខាងបូកទេដាក់10អាំពែដែរដើម្បីទប់ចរន្តចេញពីមក MPTT ចូលមកអាគុយរបស់យើងមាន switch មួយទៀតណានោះអានោះswitch 2 pay មានថាមានប៉ូលបូកប៉ូលដករួចហើយចេញពីនឹងមកបានយើងចូលដុំ fuse មួយទៀតដុំពុយស៊ីបមួយទៀត10អាំពែបន្តមកទៀតបានយើងចូលទៅដល់ switch 1 pay មក switch ប៉ូលទៅមួយប៉ូលទេបាទអញ្ចឹងយើងមើលភ្លើងចូលហើយបាទភ្លើងចូលនៅក្នុងដុំ MPPT របស់យើងហើយអញ្ចឹងការតឡើងរបស់យើងនេះរួចរាល់ហើយបាទជោគជ័យយើងឃើញសាកដើម្បីដឹងថាយើងសាកមិនសាកយើងទៅមើលនៅក្នុង app មួយទៀតគឺ app Aquilishome បាទនេះគឺ app Aquilishome
បើយើង log in វាមកបាទវាមានប្រព័ន្ធរបស់វាហើយវាឃើញនេះដុំ charging នេះវាដាក់ពាក្យ charging នៅខាងឆ្វេងបាទនេះកន្លែងចិត្តមើលភាគរយណាបាទឃើញវាដាក់ថា charging ហើយចរន្តលំហូររបស់វាគឺចូល 2.25 អាំពែចេញមកពីសូឡាបាទអញ្ចឹងឃើញការតម្លើងរបស់យើងគឺជោគជ័យសម្រាប់ជាចុងក្រោយចង់ប្រាប់បងប្អូនចង់រកគ្រឿងអីអាចមករកបានបាទ